មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការចុះបាញ់ថ្នាំកម្ចាត់មូសខ្លាដើម្បីបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាមឧបត្ថម្ភដោយជាកសិកម្មរបស់ក្រុមហ៊ុនសុផាអាក្រូថេកខេត្តកំពង់ឆ្នាំងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភលើសុខភាពសាធារណៈពិសេសការរាតត្បាតនៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានិងបម្រែបម្រួលអាកាសធាតុមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយអាជ្ញាធរស្រុករលៀបអៀបើកយុទ្ធនាការទ្រង់ទ្រីធំមួយក្នុងការចុះបាញ់ថ្នាំមូសនិងដាក់ថ្នាំអាបេតតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីកម្ចាត់ជំរកមូសខ្លាដែលជាភ្នាក់ងារចម្លងមេរោគយុទ្ធនាការនេះនៅថ្ងៃទី8ខែកក្កដាឆ្នាំ2025ធ្វើឡើងនៅភូមិទ្រាត្បូងនិងភូមិទ្រាជើងស្ថិតក្នុងឃុំស្រែថ្មីក្នុងស្រុករលៀបអៀខេត្តកំពង់ឆ្នាំងដោយមានការចូលរួមផ្ទាល់ពីលោកវិជ្ជបណ្ឌិតប្រាក់វុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងលោកសេងវិចិត្រអភិបាលស្រុករលៀបអៀរួមជាមួយអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមជាច្រើនរូបលោកវិជ្ជបណ្ឌិតប្រាក់វុនបញ្ជាក់ថាទូទាំងខេត្តកំពង់ឆ្នាំងផ្ទុះជំងឺគ្រុនឈាមក្នុងរយៈពេល3សប្តាហ៍ចុងក្រោយនេះដោយមានអ្នកជំងឺចំនួន752អ្នកមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តនិងតាមមណ្ឌលសុខភាពមួយចំនួនតាមបណ្ដាស្រុកក្នុងនោះភាគច្រើនគឺចាប់ពីអាយុ2ឆ្នាំដល់14ឆ្នាំដោយឡែកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានអ្នកជំងឺគ្រុនឈាមចូលមកសម្រាប់ព្យាបាលជាបន្តបន្ទាប់និងមួយចំនួនទៀតបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរទោះបីមានការកើតឡើងជំងឺគ្រុនឈាមច្រើនប៉ុន្តែខេត្តកំពង់ឆ្នាំងពុំមានអ្នកជំងឺបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនេះទេលោកវិជ្ជបណ្ឌិតបន្ថែមថាសកម្មភាពស្នូលនៃយុទ្ធនាការនាពេលនេះក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអនុវត្តវិធានការជាច្រើនរួមមានការបាញ់ថ្នាំសម្លាប់មូសផ្ដោតសំខាន់លើតំបន់ដែលមានហានិភ័យខ្ពស់ទីប្រជុំជនសាលារៀននិងវត្តអារាមដាក់ថ្នាំអាប៉េតក្នុងអាងទឹកពាងទឹកនិងកន្លែងដក់ទឹកនានាដើម្បីកម្ទេចដង្កូវទឹកការអប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីរបៀបថែរក្សាអនាម័យនិងការលុបបំបាត់ប្រភពដក់ទឹកជុំវិញផ្ទះលោកសេងវិចិត្រអភិបាលស្រុករលៀបអៀបានដាស់តឿនប្រជាពលរដ្ឋឲ្យចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះនិងទីសាធារណៈជាពិសេសចូលរួមអនុវត្តវិធានការនិងរូបមន្តងាយមួយចំនួនដូចជាត្រូវកាប់ឆ្ការព្រៃជុំវិញផ្ទះត្រឡប់ផ្ងាវត្ថុដក់ទឹកដូចជាសំបកកង់ឡានកំប៉ុងនិងដបចាស់ដើម្បីលុបបំបាត់ជំរកដង្កូវទឹកត្រូវដេកក្នុងមុងជានិច្ចទាំងយប់ទាំងថ្ងៃនិងស្លៀកសម្លៀកបំពាក់ដៃវែងជើងវែងដល់កូនចៅការពារការមូសខាំប្រសិនបើមានសមាជិកគ្រួសារមានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតាមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯងឡើយត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់យុទ្ធនាការនេះរំពឹងថានឹងជួយកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងបានយ៉ាងច្រើននិងជំរុញឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកកាន់តែខ្ពស់ក្នុងការរស់នៅស្អាតមានអនាម័យដើម្បីសុវត្ថិភាពក្រុមគ្រួសារនិងសហគមន៍ទាំងមូល